Petro ខ្សែទី1ចំពោះ3ខ19ហើយដោយនៅព្រះវិញ្ញាណនោះឯងព្រះវិញ្ញាណប្រគ្រីទ្រង់សគត់នៅក្នុងភ្នោព្រះវិញ្ញាណមកប្រោសឲ្យលោកឲ្យទ្រង់រស់ឡើងវិញទ្រង់រស់ដោយសារព្រះវិញ្ញាណមកប្រោសឲ្យទ្រង់រស់ឡើងវិញព្រះអង្គប្រាប់ថាហើយដោយសារព្រះវិញ្ញាណនោះឯងទ្រង់បានយាងទៅព្រះអង្គទ្រង់មានជីវិតព្រះវិញ្ញាណរបស់ទ្រង់ដែលព្រះវិញ្ញាណដែលមកប្រោសឲ្យទ្រង់រស់ឡើងវិញដោយសារព្រះវិញ្ញាណនោះឯងទ្រង់បានយាងទៅណាយាងទៅប្រដៅដល់ពួកវិញ្ញាណដែលជាប់ឃុំពួកគេជាប់ឃុំនៅណាវិញ្ញាណដែលជាប់ឃុំនៅណាយើងសិក្សានៅក្នុងត្រែទី1ហើយត្រែទី1នឹងឯងតាក់ទងទៅនឹងសម័យរបស់លោកណូអេមែនទេអញ្ចឹងបានជាអ្នកដែលជាប់ឃុំគឺឃុំខាំងឬក៏គុកឬក៏ភពតែមួយគត់ដែលឃុំមនុស្សមានបាបឬក៏ដាក់មនុស្សមានបាបគឺផែនដីយើងមែនទេឃើញទេព្រះអង្គព្រះវិញ្ញាណដែលប្រោសឲ្យព្រះយេស៊ូវទ្រង់រស់ឡើងវិញនោះព្រះអង្គទ្រង់ចុះទៅប្រដៅដល់វិញ្ញាណជាប់ឃុំបើព្រះអង្គទ្រង់ចុះទៅព្រះអង្គទ្រង់ប្រដៅរំលឹកដាស់តឿនគេនៅក្នុងសម័យលោកណូអេគឺសំដៅទៅលើសម័យលោកណូអេណាពីព្រោះបើគេធ្វើបាបបើគេជាមនុស្សសុចរិតឬក៏បរិសុទ្ធមិនចាំបាច់វិញ្ញាណរបស់ទ្រង់នឹងចុះទៅរំលឹកដាស់តឿនឬក៏ទៅប្រដៅដល់ពួកគេទេប៉ុន្តែដែលព្រោះតែគេដើរជ្រេះខុសចេញពីផ្លូវដែលព្រះទ្រង់ដាក់ឲ្យគេដើរនឹងហើយបានជាព្រះអង្គទ្រង់ត្រូវទៅប្រដៅទៅគោះណាទៅរំលឹកទៅដាស់តឿនទៅកែតម្រង់ពួកគេបើគេជឿគេធ្វើតាមព្រះអង្គទ្រង់នឹងសរសេរឈ្មោះគេនៅក្នុងបញ្ជីរបស់កូនជាមណានៅក្នុងនគរឋានសួគ៌អញ្ចឹងបានជាពួកអ្នកស្លាប់ទាំងអស់គឺត្រូវជំរុំជម្រះនៅនគរឋានសួគ៌ប៉ុន្តែចំពោះពួកអ្នកដែលកំពុងតែរស់នៅវិញនៅពេលដែលសេចក្តីជំរុំជម្រះមនុស្សរស់ចាប់ផ្ដើមគឺត្រូវទ្រង់ចុះមកជំរុំជម្រះនៅផែនដីពីព្រោះមនុស្សរស់នៅផែនដីមែនទេដូច្នេះព្រះអង្គទ្រង់ប្រាប់យើងថាព្រះវិញ្ញាណនោះឯងទ្រង់បានយាងចុះទៅប្រដៅដល់ពួកវិញ្ញាណដែលជាប់ឃុំបងប្អូនដើម្បីកុំឲ្យមានបងប្អូនខ្លះបាននិយាយថាការបកស្រាយហាក់ដូចជាភ្លាវខ្ញុំបន្ថែមកន្លែងដែលបងប្អូនយល់ថាភ្លាវបន្តិចណានៅក្នុងបងប្អូនថ្ងៃទី1គេយល់ថាព្រះវិញ្ញាណរបស់ព្រះនឹងឯងព្រះយេស៊ូវនឹងឯងទ្រង់ចុះទៅឋានក្រោមឯណាដែលឋានក្រោមនរកឯណានឹងឋានឃុំបលឹងមនុស្សស្លាប់ឯនៅខាងក្រោមឯណានឹងទៅបដៅពួកអ្នកដែលនៅជាប់ឃុំនៅខាងក្រោមនឹងតើនៅខាងក្រោមនោះមានពួកអ្នកជាប់ឃុំទេបើបងប្អូននៅឋានលើបងប្អូននិយាយត្រូវប៉ុន្តែបើបងប្អូននៅផែនដីនៅខាងក្រោមដីនឹងអត់មានពួកអ្នកដែលមានជីវិតរស់នៅឋានឃុំបលឹងមនុស្សស្លាប់ឯហ្នឹងទេហើយបើយល់ថាព្រះវិញ្ញាណឯងចុះទៅបដៅពួកអ្នកដែលនៅក្នុងឋានឃុំបលឹងមនុស្សស្លាប់នោះវាខុសនឹងគោលលទ្ធិឬក៏ទ្រឹស្ដីដែលព្រះអង្គទ្រង់បានសរសេរនៅក្នុងព្រះគម្ពីរហើយនៅក្នុងព្រះគម្ពីរព្រះអង្គបានប្រាប់ថាមនុស្សស្លាប់អត់ដឹងអ្វីទាំងអស់ណាមនុស្សស្លាប់អត់ដឹងអ្វីទាំងអស់ដូច្នេះបើមនុស្សស្លាប់អត់ដឹងអ្វីទាំងអស់ធ្វើម៉េចឲ្យព្រះវិញ្ញាណរបស់ព្រះដែលជារស់នេះទៅនិយាយជាមួយពួកមនុស្សស្លាប់ហ្នឹងឲ្យដែលអត់ដឹងអីទាំងអស់ហ្នឹងគេស្លាប់បានទេខុសគោលលទ្ធិរបស់ព្រះហើយខុសសេចក្តីពិតរបស់ព្រះហើយណាដូច្នេះព្រះអង្គទ្រង់ចុះទៅព្រះវិញ្ញាណទ្រង់ចុះទៅប្រដៅដល់ពួកវិញ្ញាណដែលជាប់ឃុំនឹងគឺសំដៅទៅលើមនុស្សដែលកំពុងរស់នៅក្នុងសម័យលោកណូអេជាពួកអ្នកដែលពីដើមមិនព្រមជឿនៅព្រះបន្ទូលរបស់ទ្រង់ដែលព្រះអង្គទ្រង់មានបន្ទូលតាមរយៈលោកណូអេព្រះអង្គទ្រង់ចុះទៅប្រដៅដល់ពួកគេដូច្នេះបងប្អូនយល់នៅក្នុងកន្លែងហ្នឹងទេកន្លែងខ្លះខ្ញុំមិនចង់យកសេចក្តី
បង្រៀនខុសឆ្គងឬក៏ការយល់ខុសឆ្គងនោះមកប្រាប់បងប្អូនខ្ញុំបញ្យល់តែសេចក្តីពិតបងប្អូនថាស្ដាប់ទៅហាក់ដូចជាភ្លាវប៉ុន្តែខ្ញុំនឹងបញ្យល់បងប្អូនដូចជានិយាយពីស្ត្រី2នាក់កិនម្សៅអញ្ចឹងយើងដឹងថាស្ត្រីតំណាងឲ្យក្រុមជំនុំដើម្បីឲ្យបងប្អូនយល់នៅក្នុងគំនិតរបស់បងប្អូនដែលយល់ថាអត់ភ្លាវណាពីព្រោះបងប្អូនយល់ថាពីដើមបងប្អូនក្រុមជំនុំ7 day តែងតែនិយាយថាម្នាក់ដែលយកទៅហ្នឹងគឺជាពួកមិនជឿឬក៏ពួកថ្ងៃទី1ពួកថ្ងៃទី1អ្នកដែលយកទៅហ្នឹងគេជឿថាគឺពួកសាសនាដទៃពួកអ្នកដែលមិនជឿបងប្អូនចាប់តនេះអាហ្នឹងបើចង់បងប៊ីជេដើម្បីបងប្អូនកុំឲ្យភ្លាវប៉ុន្តែខ្ញុំប្រាប់បងប្អូនថានៅក្នុងសាររបស់ទេវតាពីទឹកផ្នែករះ2នាក់កិនម្សៅគឺតំណាងឲ្យក្រុមព្រះវិហារឬក៏ក្រុមជំនុំ7 day Adventist របស់យើងតែមួយទេប៉ុន្តែមានអេសាវហើយនឹងយ៉ាកុបមែនទេខ្ញុំប្រាប់តែសេចក្តីពិតទេប៉ុន្តែបងប្អូនស្ដាប់ទៅខ្ញុំមិនបានបកស្រាយឲ្យវែងឆ្ងាយពីរឿងសេចក្តីខុសឆ្គងដែលពួកគេយល់ពីដើមហ្នឹងបងប្អូនថាភ្លាវណាតាមការយល់របស់បងប្អូនចុះប៉ុន្តែខ្ញុំចង់ឲ្យតែសេចក្តីពិតទៅបងប្អូនទេព្រះយេស៊ូវទ្រង់មកដើម្បីយកសេចក្តីពិតមកឲ្យយើងទេប៉ុន្តែកុំឲ្យយល់ថាខ្ញុំជាព្រះយេស៊ូវណាខុសស្រឡះទៀតហើយណាបើខ្ញុំជាព្រះយេស៊ូវខ្ញុំមិនបានជឿព្រះយេស៊ូវមិនបានយកព្រះបន្ទូលរបស់ព្រះយេស៊ូវប្រាប់ដល់បងប្អូនទេព្រះយេស៊ូវមានតែមួយទេបើមានអ្នកផ្សេងមកថាខ្លួនជាព្រះយេស៊ូវជាព្រះគ្រីស្ទយេស៊ូវខ្លាយហើយទេបងប្អូនសិក្សាបញ្ជាក់បង្ហាញខ្លួនឯងដល់ព្រះទៅខ្ញុំតែងតែប្រាប់បងប្អូនហើយបើសេចក្តីជំនឿខ្ញុំនៅថ្ងៃទី1ដែរពីដើមសេចក្តីជំនឿនៅថ្ងៃទី1ខ្ញុំយល់ណាខ្ញុំសិក្សាខ្ញុំយល់ខ្ញុំធ្វើជាគ្រូ Sunday Law គ្រូ Sabbath School គ្រូ Sunday School ណាហើយក៏ខ្ញុំអធិប្បាយនៅក្នុងព្រះវិហារដែរយល់ទេអ្វីដែលយើងយល់នៅក្នុងថ្ងៃទី1បើការយល់នៅក្នុងថ្ងៃទី1ត្រូវណាព្រះអង្គទ្រង់មិនចាំបាច់ឲ្យមានថ្ងៃទី7ទេហើយបើការថ្ងៃទី7គ្រប់លក្ខព្រះអង្គទ្រង់មិនបាច់ឲ្យមានសារទី7ទេប៉ុន្តែសារទី7អត់មានសារណាផ្សេងទៀតទេពីព្រោះលេខ7គឺជាលេខចុងក្រោយដែលព្រះអង្គទ្រង់ឲ្យមកហើយសារនេះបើយើងមិនស្ម័គ្រចិត្តទទួល 100% ទេព្រះទ្រង់មិនអាចបោះត្រាបងប្អូនបានទេតែជាបងប្អូនការអ្វីដែលព្រះទ្រង់ចង់ឲ្យយើងយល់បើយើងយកសេចក្តីជំនឿចាស់មកលាយឡំបងប្អូនអត់ទៅរួចទេណាអ្នកដែលគេទទួលសាររត់ជាមួយនឹងសារគេទៅចោលបងប្អូនហើយបងប្អូនប្រកាសជានៅរានៅខាងក្រោយហ្នឹងហើយតែយល់បងប្អូនសិក្សាពីដំណេះតទៅមុខបញ្ជាក់បង្ហាញខ្លួនដល់ព្រះមុននឹងបងប្អូនខ្លាយទៅជា apostle បងប្អូនត្រូវ become disciple ជាមុនសិនមុននឹងបងប្អូន become disciple បងប្អូនត្រូវ become student ជាមុនសិនសិស្សរបស់ព្រះគ្រីស្ទជាមុនសិនសិស្សរបស់ព្រះគ្រីស្ទព្រះអង្គវឹកវើគេដើម្បីឲ្យគេខ្លាយទៅជា disciple ណាដើម្បីឲ្យគេបានឆ្លងផុតពី disciple គេទៅ apostle ណាគេបញ្ចេញព្រះបន្ទូលនៃសេចក្តីពិតរបស់ទ្រង់ព្រោះព្រះបន្ទូលនៃសេចក្តីពិតរបស់ទ្រង់ប៉ុន្តែបើយើងនៅក្នុងរយៈពេល disciple ហើយនឹងកូនសិស្សយើងកំពុងតែរស់សប្តាហ៍ថ្ងៃហ្នឹងអ្វីដែលយើងកំពុងតែសិក្សាកំពុងតែរស់សប្តាហ៍ថ្ងៃហ្នឹងយើងកំពុងតែជាសិស្សដើម្បីឲ្យបានទៅខ្លាយទៅជា disciple ណារួចហើយព្រះអង្គទ្រង់ចាក់អំណាចភ្លៀងចុងរដូវឲ្យគេបានខ្លាយទៅជា apostle ពួកគេចេញទៅពេញពីពិភពលោកយើងអត់តដល់កន្លែងហ្នឹងទេយើងនៅក្នុងរវាង disciple ហើយនឹង apostle ហើយនឹងកូនសិស្សនៅឡើយទេណាតែយកបើកូនសិស្សបងប្អូនចរិតលក្ខណៈរបស់យូដាអេសការីយ៉ុតគឺជាចរិតលក្ខណៈព្រះគ្រីស្ទមានស្ត្រីម្នាក់យកទឹកអប់មកលាងជើងរបស់ព្រះគ្រីស្ទព្រះអង្គប្រាប់ថានាងធ្វើហ្នឹងគឺល្អហើយគឺត្រូវប្រពន្ធនាងបានធ្វើហ្នឹងដើម្បីអប់សពរបស់ខ្ញុំហើយ
สตรีดอเต้คืออดเมียนแหลกนะหรือก็อดอายเถื่อการนะจังเถื่อก็เถื่อมาเลยปัตตานีเลี้ยงบานหมอกเถื่อตอนเปไรcái nhéยูดาสการยุดเกมอกทางยกบยกตะกอบนั่งตือลุใจเนี่ยกรอยกเลยตัวใจเนี่ยกรอตั้งหล่อcái nhéเอาไว้ได้มันสอบนั่งเปรียมันตูบอกเปรียบอกดันแต่อยู่แต่หน้าตาเยอะนึกน้องจำนองนั้นเนี่ยนึกน้องจำนองยูดาสการยุดหรือโกนึกน้องจำนองสตรีได้ยกตะออกหมกเลียบชื่อระบบประสูดำนางเอาเปย์ได้บอกอังตรงสกุลเนี่ยเวชไงเถอะนะดำเบย์บงบอลจูเลยแต่ยังยืมหมกตรายตีมวยวิ่งบรรทอตาแปรวิญญาณตรงบานเยี่ยงเตยปลดได้ดอผู้วิญญาณได้จวบคมจีมวยจีผู้นั้นเนี่ยตีผู้เขียนปราบบอลเหมือนผู้ไงตีมวยบอลกรมอยู่ตรงไงตีมวยคือเชื่อท่าไปจะสู้ไอ้จกตือทานคมบลังคางกราวไม่นานนั่นคือปัญญาดาวผู้เนี่ยได้ในจอบคมในคางกราวนั่นมันแมนเด็กยืนออกนี่กับพงแต่จอบคมในภายในนี่นะจึงหกท้องนั่นนางเอาคมแข็งเราบอกมาดูตัวจะได้ดำรงมีนบาปปัตตานีในตาปะอองประกาศไปภายในนั่นคือดำนางเอาจีกุกดำไปดักบอกเอาได้แมนได้นะคือยืนครูนไอ้ได้แต่ฝึกบาปในขนมภายในคล้ายแต่เชียกันไลนะกันไลได้คมแข็งแต่วิ่งไปบัวสไลด์ในจะได้เงินมาครบในเรือภายในนั้นดำไปบอกเอาเงินปัตตาสไลด์ในบรรลือตรวงเยียงโจมเอาตามระยะซาบอตีบดาไปถึงแค่นั้นดำไปเอาบงปวดพลื้แต่ยังตายืงนอมขณีมอกไอ้บรรลือดำไปจะได้เงินรถเจนจะยืงหรือก็ยืงในขนมบรรลือพ่อในขนมจะได้เงินพองบ่ปนบ้าในขนมบรรลือพ่อในขนมจะได้เงินพองนะบรรลือมันอาจบันไดจะได้เงินบานแต่จีกบุญได้นอมเอาเวียดจัดตรวงมันอาจบันชบหรือก็มันเอาเมียนกระบวนได้นอมเอาเวียดจัดนั้นมันอาจบันชบบานเถอะเพื่อรู้มาจ้าแต่จีกบุญนอมเอาเวียดจัดนั้นคืออันนี้เป็นจ้าบดานต่อแต่กลายเป็นปอนชนามบานอัดเมียนกระบวนนึงต่อระเบียดโอเคแต่ยังปองตรวงจังเอาเยื่อต่อขณีวิญญาณได้เปรี้ยตรวงจอกเตอประดาวดอนเนี่ยได้จอบคงนึงคือสัมดาแต่เรื่องปูหน้าเนี่ยยังมือที่เขาต้องไปตรอกแต่ได้จะปุกใบแต่ได้ใส่แต่มวยนึงคอมันเพยมาดอนชื่อจำลอยนะในขนมขณะได้ใส่กระไดอัดหมดระบบเปรี้ยบานร่วงจำในจำนวนโลกโนเอการโลกกำปงแต่เฟื่อตุบทมหายในขนมตุบนู้เมียนมนุษย์แต่บันเตกคือผมใบเนี่ยปนนอกได้บานรวยโดยสาตึกถ้าแปลเป็นเงี้ยบอตรงจอกเตอประดาวดาวปูนาได้จอบคมคือเหมือนแม่นปูเนี่ยได้สลับในกราวใดนั่นเท่ในทานคมเป็นเรื่องมนุษย์สลับนั่นเท่คือพระองค์ตรงจอกเตอวิญญาณบอตรงจอกเตอในขนมโลกโนเอในขนมชีวิตบอลโลกโนเอได้ชื่อพระองค์มาโรยเพียร้อยตกจัดในเรื่องแปลมันตู้บอตรงมาโรยเพียร้อยแต่ตัวในเปียกรุบมัดตัวใบเชียโลกมันได้เคยเพลียงแถลมองเลยผ่านได้ได้เชียเปียทำไมได้พระองค์ตรงปราบดาวโลกนั้นก็โลกในได้ชื่อได้เชื่อในเรือไว้nói chi này dùng vậy dùng mà này là bao sẽ dùng nước sẽ đây dùng nước cái dương chưa là lừa vậy để dương mơ mình khơi bàn tay nẹt để mơ khơi nhưng mà prap dươngคือปกติตรงอย่างเนี้ยได้มอเคยฮาวราจุดในดอกบอแปรกับแปรวิเฮียมันดาวตามสักได้แต่ฮาวราบานปราบเต้เป็นพวกฮาวราบานแปรตัวบานบางสัมได้เอาเคยเนอไว้ได้แปรวิเฮียมือมันเคยแต่ยังบอกสักได้จุดนี้บอกยืงปีดำนาโตแต่หมกนั่นคือเต้าแต่เมียนแหลกกันนะโดยเชียสักได้จุดนี้เราบอกลูกโนเอเนี่ยได้คลังสักได้จำเนื้อเนี่ยได้ครั้งคือเชื่อเนื้อเลือเอาไว้ได้แปรตรงปราบตัวใบจะยังมันดังยังมันสกอยังมันเคยกันด้อยยังเชื่อลงหน่อยเชื่อถ้าแปรตรงนั่งเพื่อเอาเมียนเพลี้ยงมาปอมพลาย
ជីវិតជំនុំជម្រះជីវិតនៅលើផែនដីដោយសារព្រិលណាលោកនៅអេជឿអញ្ចឹងហើយបានជាព្រះវិញ្ញាណរបស់ព្រះយេស៊ូវនៅក្នុងលោកណូអេនៅក្នុងមាត់លោកណូអេនៅក្នុងជីវិតរបស់លោកណូអេ120ឆ្នាំនៅក្នុងរយៈពេលដែលលោកណូអេធ្វើទូកធំដើម្បីជួយសង្គ្រោះជីវិតតំណាងឲ្យឈាមនោះណាគឺព្រះគ្រីស្ទព្រះវិញ្ញាណរបស់ព្រះគ្រីស្ទព្រះវិញ្ញាណដែលមកប្រោសព្រះគ្រីស្ទឲ្យរស់ឡើងហ្នឹងព្រះវិញ្ញាណដដែលនឹងឯងចុះទៅក្នុងសម័យលោកណូអេបដៅតម្រង់ដល់ពួកអ្នកដែលជាប់ឃុំនៅក្នុងសម័យលោកណូអេគឺជាពួកអ្នកមានបាបពួកអ្នកដែលប្រព្រឹត្តនៅសេចក្តីទុច្ចរិតនៅសម័យលោកណូអេមិនមែនព្រះអង្គទ្រង់ចុះទៅឋានឃុំព្រលឹងមនុស្សស្លាប់នឹងឯងទៅបដៅតម្រង់ពួកស្លាប់នឹងទេវាខុសគោលលទ្ធិពិតរបស់ព្រះមនុស្សស្លាប់អត់ដឹងអីទេបងប្អូនចង់ទៅអោបរូបកាយរបស់គេនឹងឯងយំលន់ទួញយ៉ាងណាសុំទោសគេយ៉ាងណាក៏គឺអត់លឺដែរពីព្រោះគេស្លាប់ទៅហើយណាអត់ដឹងអីទាំងអស់តែព្រះអង្គទ្រង់មានបន្ទូលទៅកាន់មនុស្សដែលកំពុងរស់នៅក្នុងសម័យលោកណូអេព្រះវិញ្ញាណរបស់ទ្រង់នឹងឯងចុះទៅក្នុងសម័យលោកណូអេមានបន្ទូលទៅកាន់ពួកគេតាមមាត់របស់លោកណូអេ120ឆ្នាំនេះគឺជាត្រែទី1ណាត្រែទី1មកខបញ្យល់ឲ្យយើងយល់ទាំងអស់ដែលព្រះទ្រង់ធ្វើនៅក្នុងសម័យលោកណូអេព្រះយេស៊ូវតាមរយៈព្រះវិញ្ញាណរបស់ទ្រង់គឺជាព្រះវិញ្ញាណនៃសេចក្តីពិតដែលតំណាងដោយភ្លើងណូអេបានសង់ទូកដើម្បីជួយសង្គ្រោះជីវិតណាដែលតំណាងឲ្យឈាមប៉ុន្តែអស់ពួកអ្នកដែលបានបដិសេធសារឬក៏សេចក្តីពិតឬក៏ព្រះបន្ទូលដែលព្រះវិញ្ញាណមានបន្ទូលនៅក្នុងមាត់លោកណូអេទៅកាន់ពួកគេត្រូវបំផ្លាញដោយសារព្រិលបានន័យថាគេវិនាសដោយព្រោះមួយគឺបត់គេមិនជឿដល់ព្រះបន្ទូលរបស់ព្រះមួយចង់បញ្ចប់គឺគេមើងងាយដល់ព្រះវិញ្ញាណបរិសុទ្ធនោះហើយគឺជាបត់ដែលមើងងាយព្រះវិញ្ញាណបរិសុទ្ធគឺគេមិនជឿគេត្រូវបំផ្លាញដោយសារព្រិលបងចាប់តោះណាទាំងអស់នៅក្នុងសម័យលោកណូអេដែលព្រះយេស៊ូវទ្រង់ចុះទៅក្នុងសម័យលោកណូអេព្រះវិញ្ញាណរបស់ទ្រង់នឹងឯងមិនមែនចុះទៅឋានឃុំព្រលឹងមនុស្សស្លាប់កន្លែងណានៅក្រោមដីទេដូចជាបងប្អូនដតីយល់នោះទេណាប៉ុន្តែព្រះអង្គទ្រង់ចុះទៅក្នុងសម័យលោកណូអេប្រាប់ឲ្យណូអេបានដឹងនៅកំហុសរបស់មនុស្សនៅក្នុងសម័យលោកជឿបងប្អូនបើលោកណូអេមិនជឿព្រះទ្រង់មិនឲ្យផែនការមកទេមិនឲ្យគម្រោងការមកទេមិនប្រាប់ពីអ្វីដែលទ្រង់រៀបនឹងធ្វើទេយើងដូចគ្នាបើយើងមិនជឿសាររបស់ទេវតាពីថ្ងៃរះ 100% ព្រះអង្គទ្រង់ក៏មិនបើកឲ្យបងប្អូនយល់ 100% ដែរពីព្រោះអ្នកដែលយល់ទទួល 100% ព្រះអង្គទ្រង់បើកឲ្យយល់ 100% ទើបព្រះអង្គទ្រង់បោះត្រាគេទើបគេមិនព្រោះសេចក្តីស្លាប់ពីផែនដីនេះទៅប៉ុន្តែបើយើងមិនទទួលមិនជឿពីព្រោះឥឡូវបងប្អូនមិនទទួល 100% បងប្អូនមិនជឿ 100% នឹងមានពេលមកដល់ព្រះទ្រង់ដកចេញអ្វីដែលបងប្អូនមានចេញទាំងអស់នៅពេលដែលព្រះបន្ទូលរបស់ទ្រង់ចេញទៅតាមរយៈហោរាអេសាយបានប្រាប់ថាព្រះបន្ទូលរបស់ទ្រង់កាលណាទ្រង់មានបន្ទូលចេញទៅគឺត្រូវតែបង្កើតផលផ្លែគ្មានអ្វីដែលត្រឡប់មកវិញនឹងឯងមកឲ្យទ្រង់នឹងមិនបង្កើតផលផ្លែទេដូច្នេះនៅពេលដែលព្រះវិញ្ញាណរបស់ព្រះយេស៊ូវព្រះវិញ្ញាណដែលមកប្រោសព្រះយេស៊ូវឲ្យមានបជនរស់ឡើងវិញហ្នឹងចុះទៅក្នុងសម័យលោកណូអេនៅពេលដែលព្រះវិញ្ញាណមានបន្ទូលតាមរយៈមាត់របស់លោកណូអេ120ឆ្នាំបងប្អូនគិតថាអត់មានអ្នកជឿទេមែនទេបងប្អូនថាជឿបានតែ8នាក់ហ្នឹងបងប្អូនត្រូវយល់លើពីនឹងទៅទៀតណានោះនិយាយពីអ្នកដែលនៅរស់ទេ
រួចពីទឹកចំនួនឬរួចពីព្រិលដែលបំផ្លិចបំផ្លាញនៅក្នុងជំនុំជម្រះនោះទេណាប៉ុន្តែក៏មានអ្នកដែលជឿគេបានសម្រាកមុននឹងទឹកចំនួនមកដល់បងប្អូនមើលនៅក្នុងវិញ្ញាណបទទំនាយបងប្អូនដឹងថាគ្រួសាររបស់មធុសាឡាជាកូនអេណុកណាជាកូនហេណុកមិនអេណុកទេហេណុកដែលព្រះទ្រង់យកទៅនគរឋានសួគ៌ទាំងរស់ណាគ្រួសាររបស់លោកជួយធ្វើទូកណូអេបានន័យថាពួកលោកជឿមែនទេបានលោកជួយធ្វើការហ្នឹងប៉ុន្តែដោយព្រោះជីវិតរបស់លោកជាខាងសាច់ឈាមផុតត្រូវសម្រាកនៅក្នុងព្រះគ្រីស្ទមានឈ្មោះនៅក្នុងព្រះគ្រីស្ទនៅក្នុងបញ្ជីរបស់កូនឈាមទេប្រកាសហើយពីព្រោះអីលោកនឹងគ្រូរបស់លោកនឹងជឿជួយធ្វើទូករបស់ដល់លោកអេប៉ុន្តែមុននឹងទឹកចំនួនមកគឺលោកស្លាប់មុនទឹកចំនួនតែយ៉ាងប្រកាសណាមានអ្នកជឿស្លាប់មុនទូកនោះអេមានអ្នកជឿនៅសល់តែ8នាក់ដែលជាដើមឈើតំណាងឲ្យដើមឈើតំណាងឲ្យមេដឹកនាំនៅរស់បានតែ8នាក់ប៉ុន្តែអ្នកដែលជឿដែលបានស្លាប់ឬក៏បានសម្រាកនោះព្រះគម្ពីរបានប្រាប់ថាគ្រាន់តែជាដេកសម្រាកនោះណាក៏គេនៅមានឈ្មោះនៅក្នុងបញ្ជីរបស់កូនឈាមដែរប៉ុន្តែពួកអ្នកដែលមិនជឿតំណាងឲ្យដើមឈើមួយភាគក្នុង3នេះណាហើយនឹងស្មៅទាំងអស់មនុស្សសាមញ្ញដែលនៅក្រោមអំណាចឬក៏ជឿទៅតាមមេដឹកនាំមួយភាគក្នុង3ហ្នឹងគេនឹងគេវិនិច្ឆ័យទាំងអស់បើគេវិនិច្ឆ័យទាំងអស់មធុសាឡានឹងគ្រួសាររបស់លោកពួកគេដាក់ពួកលោកដេកសម្រាកនៅក្នុងភ្នោមុនទឹកលិចមកបំផ្លាញមែនទេមិនមែនពួកគេស្លាប់នៅក្នុងរយៈពេលទឹកមកលិចពេញពីផែនដីដូចជាពួកអ្នកដែលមិនជឿនោះទេគឺគេស្លាប់មុននឹងទឹកមុននឹងលោកណូអេចូលទៅក្នុងទូកទៀតឃើញទេមុននឹងលោកណូអេចូលទៅក្នុងទូកទៀតមុននឹងទឹកមុននឹងភ្លៀង40ថ្ងៃ40យប់ប៉ុន្តែពួកអ្នកដែលមិនជឿនៅរស់នៅក្នុងសម័យហ្នឹងគេវិនិច្ឆ័យទៅដោយសារព្រិលដែលតំណាងឲ្យទឹកនោះណាគេវិនិច្ឆ័យដល់នៅក្នុងទឹកចំនួនបងចាប់តោះនេះនេះគឺជាត្រាទី1សំទោសត្រែទី1នេះគឺជាត្រែទី1ហើយចុងបញ្ចប់នៃត្រែទី1ឲ្យយើងបានយល់គឺពួកអ្នកដែលបដិសេធសារដែលជាសេចក្តីពិតដែលព្រះទ្រង់ឲ្យមានបន្ទូលតាមរយៈលោកនោះអេគឺគេចូលទៅក្នុងបទមើងងាយព្រះវិញ្ញាណបរិសុទ្ធហើយឃើញទេគេមិនជឿហ្នឹងគឺគេមានទោសមួយទៅហើយគេមើងងាយព្រះវិញ្ញាណបរិសុទ្ធគឺទោសចុងបញ្ចប់ពួកគេត្រូវវិនិច្ឆ័យនៅក្នុងទឹកចំនួនហែលនៅក្នុងទឹកចំនួនវិនិច្ឆ័យនៅក្នុងទឹកចំនួនបងប្អូនក្រោយ1000ឆ្នាំពួកអ្នកដែលហែលនៅក្នុងទឹកចំនួនណាវិនិច្ឆ័យនៅក្នុងទឹកចំនួនណាគេនឹងហែលនៅក្នុងបឹងភ្លើងម្ដងទៀតហើយគេវិនិច្ឆ័យរហូតឥឡូវបងប្អូនជាឱកាសសម្រាប់យើងស្ដាប់ត្រែបន្តត្រែទី2ទេវតាទី2សារទី2ឬក៏សេចក្តីពិតទី2ព្រះទ្រង់ឲ្យទេវតាឲ្យអ្នកបម្រើរបស់ទ្រង់ឲ្យសេចក្តីពិតរបស់ទ្រង់ឲ្យយើងយល់ពិភពលោកគេអាចយល់បានទេមែនទេអ្នកមិនជឿគេមិនអាចយល់បានទេត្រែតែ7ឬក៏ត្រាតែ7ហ្នឹងប៉ុន្តែព្រះអង្គមានបន្ទូលថាអ្នករាល់គ្នាជាអ្នកមានពរពីព្រោះព្រះទ្រង់បានបើកសម្ដែងនៅគំនិតលក្ខកំបាំងរបស់ទ្រង់នឹងឯងឲ្យហោរាជាអ្នកបម្រើរបស់ទ្រង់ឯងដឹងជាមុននឹងទ្រង់ធ្វើការទាំងអស់នោះព្រះអង្គយុទ្ធធម៌ហ្នឹងមែនទេមុននឹងទ្រង់ជំនុំជម្រះពិភពលោកព្រះអង្គទ្រង់ឲ្យត្រែផ្លុំឡើងរំលឹកដាស់តឿនហាម5 warning ហាម5ដល់ពិភពលោកបើគេជឿព្រះអង្គទ្រង់នឹងសរសេរឈ្មោះគេនៅក្នុងបញ្ជីរបស់កូនឈាមបើគេមិនជឿគេបានស្លាប់ទៅនៅក្នុងសាវនាការចាប់តាំងពីឆ្នាំ1844ព្រះអង្គទ្រង់នឹងសម្អាតបញ្ជីឈ្មោះរបស់ពួកគេដែលមិនជឿចេញពីឋានសួគ៌ទាំងអស់
សូម្បីតែទេវតាមួយភាគ3និងពួកអនិច្ចបច្ចវរាក៏ត្រូវសម្អាតចេញពីបញ្ជីនៅឋានសួគ៌ដែរមិនមែនសម្អាតតែពួកអ្នកមិនជឿនៅលើនៅផែនដីដែលស្លាប់ទៅនោះទេណាតែជាបងប្អូននៅពេលដែលសេចក្តីជំនុំជម្រះមនុស្សរស់ចាប់ផ្ដើមព្រះអង្គទ្រង់នឹងសម្អាតពួកអ្នកដែលនៅរស់មិនជឿមើងងាយព្រះវិញ្ញាណបរិសុទ្ធតាមរយៈសាររបស់ទេវតាប្រទិថ្ងៃរះព្រះអង្គទ្រង់នឹងឲ្យដាវសម្លេះនៅក្នុងអេសេគៀលចំពុក5ទេវតាទាំង5នឹងឯងមានគ្រឿងសម្លេះនៅដៃនឹងឯងមកដើរកាត់ព្រះវិហាររបស់ទ្រង់សម្អាតពួកអ្នកដែលនៅរស់មិនជឿចេញពីព្រះវិហាររបស់ទ្រង់ពួកអ្នកដែលនៅរស់ជឿព្រះអង្គទ្រង់នឹងរក្សាគេឥឡូវយើងចប់នៅក្នុងត្រែទី1ហើយបងប្អូនចូលជាមួយគ្នាទៅស្ដាប់ត្រែទី2ទេវតាព្រមឡើង